ឱកាសថ្មីនៅទឹកដីប្រទេសបារាំងដែលរួមមានកីឡាករកីឡាការិនីគុនខ្មែរយើងទៅផ្សព្វផ្សាយទៀតហើយក្នុងនោះគឺមាន legend របស់កីឡាករគុនខ្មែរយើងជាច្រើនរូបហើយជាពិសេសគឺផ្ដល់ឱកាសដល់កីឡាករដែលគាត់ធ្លាប់មិនធ្លាប់ចេញទៅប្រកួតនៅទឹកដីប្រទេសបារាំងណាបាទបងប្អូនមើល poster មួយនេះទៅខ្ញុំគិតថាល្អដែរបាទប៉ុន្តែគ្រាន់តែថាអន់មួយគឺអន់ត្រង់ថាកីឡាការិនីណាឃើញតែមានទូច័ន្ទវតីទៅទៀតព្រោះដោយសារថាបើយើងនិយាយថាធៀបទៅនឹងកីឡាការិនីវាអត់សូវសម្បូរទេដោយសារអីនៅក្នុងប្រទេសកម្ពុជាយើងមកដល់ឥឡូវហ្នឹងគឺអត់សូវទេហើយមួយវិញទៀតមកដល់ឥឡូវហ្នឹងបច្ចុប្បន្នហ្នឹងពីច្រើនខ្ញុំឃើញការផ្ដល់ឱកាសជាច្រើនលើកច្រើនសារទៅដល់ទូច័ន្ទវតីហ្នឹងវារៀងច្រើនជាងគេហើយព្រោះដោយសារតែបាទយើងមើលទៅមិនដឹងថាគេគិតទៅលើខ្សែឬមួយក៏ខ្នងឬមួយក៏មិនយើងអត់ដឹងទេណាក៏ប៉ុន្តែខ្ញុំគិតថាគួរតែដូរកីឡាការិនីទៅអាចមានកីឡាការិនីណាដែលល្អឬមួយក៏កីឡាការិនីណាដែលគាត់វាគេហៅថាមិនដែរទៅណាគួរតែផ្ដល់ឱកាសគាត់ទៅប៉ុន្តែខ្ញុំឃើញទូច័ន្ទវតីខ្ញុំឃើញថាទៅញឹកជាងគេដល់ហើយបាទមួយជើងណាក៏ឃើញទូច័ន្ទវតីទៅដែរខ្ញុំសង្ឃឹមថាបងប្អូនយើងដែលគេហៅថាអ្នកដែលរៀបចំកម្មវិធីណានៅទឹកដីប្រទេសបារាំងគួរតែខ្ញុំលើកឱកាសអ្នកថ្មីបាទអ្នកថ្មីអ្នកដែលគាត់ទើបតែប្រកួតណាមិនថាកីឡាការិនីមិនថាកីឡាករទេខ្ញុំជឿជាក់ថាគួរតែដាក់គាត់ទៅដូចនេះបាទរូបភាព poster ហ្នឹងឃើញមានខំនិករាជមានខំខ្លានាងអីចឹងទៅហ្នឹងគឺជាផលល្អមួយដែលសម្រាប់ឲ្យគាត់គេហៅថាវិវត្តខ្លួនដើម្បីឆ្ពោះទៅគេហៅថាភាពខ្លាំងរបស់គាត់ដើម្បីឲ្យគាត់ស្គាល់ហើយផ្ដោះប្ដូរបច្ចេកទេសថាបើយើងវាយនៅស្រុកយើងប៉ុណ្ណឹងប៉ុន្តែបើយើងនៅវាយស្រុកគេវាបែបម៉េចហើយមួយវិញទៀតអាចនឹងផ្ដល់ឱកាសដើម្បីឲ្យគេស្គាល់គុនខ្មែរកាន់តែច្រើនមិនមែនថាឲ្យយើងយកទៅទៅមុខដល់តែពេកក៏វាអត់ល្អដែរព្រោះដោយសារតែបើយើងនិយាយទៅធៀបបានហើយប៉ុន្តែគាត់ថាដោយសារស្រុកខ្មែរយើងវាមានកីឡាករកីឡាការិនីតិចមែនតើហើយអ្វីដែលមួយទៀតគឺយើងគិតទៅពីគុណភាពប៉ុន្តែខ្ញុំជឿជាក់ថាសង្ឃឹមថាវីដេអូមួយនេះបងប្អូនយើងនឹងខមមិនមកថាតើអាចថាមានកំហុសខុសឆ្គងត្រង់ណាហើយមួយវិញទៀត poster ប៉ុណ្ណឹងអាចថាល្អដែរទេសម្រាប់ការផ្សព្វផ្សាយគុនខ្មែរខ្ញុំគិតថាវាអត់អីទេគ្រាន់តែថាកីឡាការិនីខ្ញុំគិតថាអាចថាដូរទៅឲ្យដាក់កីឡាការិនីណាដែលគាត់គេហៅថាគាត់ទើបឡើងជើងឬមួយក៏គាត់មើលទៅរៀងលេចធ្លោជាងគេហើយគួរតែយកគាត់ទៅម្ដងទៅប៉ុន្តែគាត់ឃើញទូច័ន្ទវតីនេះគេហៅថាញឹកគាត់ញឹកពេកដោយសារឲ្យទៅក្រៅប្រទេសដឹងតែគាត់ទៅបានទៅមិនមែនថាទៅរិះគន់អីទេគាត់ប៉ុន្តែគាត់ថាចង់ឲ្យវាផ្លាស់ប្ដូរខ្លះណាឲ្យស្គាល់រសជាតិកុំគិតថាយើងយកគាត់ទៅដើម្បីតែពង្រឹងតែគាត់អ្នកផ្សេងអត់ពង្រឹងអាហ្នឹងគឺអត់ល្អទេបងប្អូនបាទអានេះជាការយល់ឃើញរបស់ខ្ញុំទេប៉ុន្តែបើសហព័ន្ធឬមួយក៏អ្នករៀបចំកម្មវិធីឃើញខ្ញុំគិតថាប្រហែលជាគិតដូចខ្ញុំដែរហើយប៉ុន្តែគាត់ថាធ្វើម៉េចបើជំរឿសមានតែប៉ុណ្្នឹងបាទអត់អីទេចាំមើលថាតើកីឡាករគុនខ្មែរយើងត្រៀមទៅនេះ6រូបនេះបងប្អូនយើងឃើញមានខំខ្លានាងបើសង្ឃឹមបាឡូនបញ្ញាកបីព្រៃពេជ្រសម្បត្តិខំនិករាជហើយនឹងទូច័ន្ទវតីបាទជាពិសេសគឺគ្រូតូចសិង្ហៃនៅប្រទេសបារាំងនឹងស្រេចទៅដល់ទឹកដីប្រទេសបារាំងសិតតែកីឡាករល្អហើយដែលគេចង់ជួបយើងណាហើយយើងចង់ផ្សព្វផ្សាយគុនខ្មែរក៏ងាយស្រួលដែរមកដល់ឥឡូវក៏គេអាចថាស្គាល់យើងដែរមិនមែនថាអត់ទេណាបងប្អូនគេតាមដានព្រោះដោយសារតែយើងមានខ្សែរយៈនៅហ្នឹងគឺលោកគ្រូតូចសិង្ហៃនេះឯងបាទព្រោះអីគាត់គេហៅថាវឹកហាត់ក៏ដូចជាគេហៅថាបង្រៀនផ្ទះអីហ្នឹងបានច្រើនមែនតើអញ្ចឹងសង្ឃឹមថាការគេហៅថាយកកីឡាករកីឡាការិនីទៅផ្សព្វផ្សាយគុនខ្មែរសង្ឃឹមថាលើកជើងនេះនឹងល្អប្រសើរហើយមួយវិញទៀតបើសិនជាអាចខ្ញុំជឿជាក់ថាគេនឹងអាចមើលឃើញហើយអាចនឹងអភិវឌ្ឍតាក់ទងជាមួយនឹងដោះដូរកីឡាការិនីម្នាក់ទៅបើជ្រុលហើយបើយើងនិយាយថាលើកក្រួយណាបើមានកីឡាការិនីណាដែលគាត់លេចធ្លោអីគួរតែដូរគាត់មកជើងទៅហើយដើម្បីឲ្យកីឡាការិនីផ្សេងទៀតក៏មានឱកាសកុំឲ្យថាតែពេកវាមើលទៅវាអត់ល្អអានេះជាការយល់ឃើញរបស់ខ្ញុំឯងបើខាងណាគេយល់ឃើញបែបម៉េចអាចខមមិនខាងក្រោមជាពិសេស fan